បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបបាទពិនិត្យឬក៏ឆែកអក្ខរាវិរុទ្ធរបស់យើងណាជាភាសាខ្មែរអញ្ចឹងនៅក្នុងសំណេរបាទរបាយការណ៍ឬក៏សំណេរផ្សេងមិនប្រកាសថាលោកគ្រូអ្នកគ្រូសរសេរមិនខុសទេបាទពីព្រោះលោកគ្រូអ្នកគ្រូទាំងអស់មិនមែនសុទ្ធតែឯកទេសអក្សរសាស្ត្រខ្មែរហើយគ្រូអក្សរសាស្ត្រខ្មែរក៏មិនប្រកាសថាគាត់សរសេរត្រូវទាំងអស់ដែរនៅលើកុំព្យូទ័រណាអញ្ចឹងរបៀបបាទឆែកអក្ខរាវិរុទ្ធបាទអត្ថបទឬក៏របាយការណ៍ផ្សេងលិខិតស្នាមផ្សេងបាទអញ្ចឹងតោះទៅមើលទាំងអស់គ្នាបាទនេះគឺជាកម្មវិធី Microsoft បាទ Office Word បាទប្រសិនបើលោកគ្រូអ្នកគ្រូចេះប្រើប្រាស់កម្មវិធី Open Office ឬក៏កម្មវិធី Slack ដែលជាកម្មវិធីបាទកម្មវិធីខ្មែរនោះការឆែកអក្ខរាវិរុទ្ធបាទគឺបានល្អបាទ 90% ជាងបាទស្ទើរតែ 100% មិនតែខ្ញុំអត់ហ៊ានថា 100% ពីព្រោះអាស្រ័យលើលោកគ្រូអ្នកគ្រូបាទវាយអត្ថបទឬក៏វាយពាក្យបាទវាយពាក្យនោះត្រូវតាមបាទលក្ខណៈស្តង់ដាបាទ Unicode NAIDA អត់បាទអញ្ចឹងរបៀបបាទដំឡើងកម្មវិធីឆែកអក្ខរាវិរុទ្ធអញ្ចឹងឧទាហរណ៍ថាខ្ញុំបើកកម្មវិធី Microsoft Word មកហើយលោកគ្រូអ្នកគ្រូមកមើលបាទខាងនេះបាទសូមបញ្ជាក់ណាអានេះចំពោះតែ Microsoft Office Word 2016 2019ឡើងទេ2010 2013 2017អត់មានទេណាបាទហើយក៏ដូចជាគេឈប់ប្រើហើយដែរបាទអញ្ចឹងមើលមានពាក្យថា add in បាទ add in ណាបាទរកកន្លែង add in មកបើអត់មានទេយើង add វាចូលមកបាទអញ្ចឹង add in ពេលដែលមាន add in ចេះបាទលោកគ្រូអ្នកគ្រូចុចកន្លែងនេះ search មកបាទ search មកបាទ search អីក៏បានឧទាហរណ៍ថាអានេះដោយសារខ្ញុំចម្លើយឲ្យខ្ញុំ remove វាចោលចា៎បាទខ្ញុំ remove វាចោលចា៎បាទខ្ញុំមកស្ដាំកន្លែងនេះមកបាទយកពាក្យថា remove add in បាទ just មកអញ្ចឹងខ្ញុំវាយ search កន្លែងនេះវិញមកខ្ញុំវាយដាក់ថាសេខ្មែរមកខ្មែរបាទនេះសេតែខ្មែរ spelling អញ្ចឹងបាទខ្មែរ spell បាទវា load មកនេះអញ្ចឹងខ្ញុំណែនាំឲ្យប្រើមួយនេះចុះដោយសារខ្ញុំសាកល្បងប្រើមួយនេះហើយដូចជាខាងលើនេះដូចជាអត់ complete ទេបាទអញ្ចឹងប្រើមួយនេះមកណាអញ្ចឹងគ្រាន់តែចុច add អញ្ចឹងមកបាទរងចាំបន្ទុះបាទឡើងមកអញ្ចឹងរបៀបពិនិត្យវាពិនិត្យរបៀបមិនឧទាហរណ៍ខ្ញុំមានអត្ថបទមួយចុះខ្ញុំខ្ជិលវាយចូលណាខ្ញុំយកអត្ថបទខ្ញុំមួយមកពិនិត្យចុះអត្ថបទណាទេជាមួយខ្ញុំរកសិនបាទអត្ថបទណាបាទខ្ញុំរកបើកអត្ថបទមួយសិនបាទខ្ញុំ copy សាច់អត្ថបទមួយមកបាទខ្ញុំឧទាហរណ៍ឲ្យមើលនេះបាទខ្ញុំ paste វាចូលមកបាទនេះបាទអញ្ចឹងកន្លែងនេះមានគេមានមនុយគេពិនិត្យអត្ថបទជ្រើសរើសនិងពិនិត្យកថាខណ្ឌទម្រង់សម្រាប់ពិនិត្យអក្ខរាវិរុទ្ធបាទបន្ថែមចន្លោះពាក្យអញ្ចឹងខ្ញុំសូមបង្ហាញត្រង់ចំណុចនេះមួយចុះបាទអញ្ចឹងដើម្បីពិនិត្យបាទជ្រើសរើសនិងពិនិត្យកថាខណ្ឌអញ្ចឹងលោកគ្រូអ្នកគ្រូដឹងហើយថាកថាខណ្ឌគឺយ៉ាងម៉េចនៅក្នុងការសរសេរអត្ថបទមួយកថាខណ្ឌបានន័យថាមិនមែនមួយខណ្ឌទេណាមួយកថាខណ្ឌឬហៅថាមួយ paragraph គឺបានន័យថាមួយចុច enter ផ្ដាច់ឧទាហរណ៍ខ្ញុំសរសេរអត្ថបទចេះខ្ញុំសរសេររហូតមកខ្ញុំអត់តន់ចុច enter key enter នៅលើ keyboard អត់តន់ចុចផ្ដាច់គេអត់តន់ហៅថាមួយកថាខណ្ឌឬក៏មួយ paragraph ទេបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំ select វាប៉ុណ្ណេះឃើញនេះអានេះមួយ paragraph ឬមួយកថាខណ្ឌណាខាងក្រោមនេះដោយសារខ្ញុំចុច enter ផ្ដាច់ហើយអញ្ចឹងឧទាហរណ៍ខ្ញុំបណ្ឌិតខាងនេះខ្ញុំគ្រាន់តែ select អញ្ចឹងហើយខ្ញុំយកមកយើងចុចអញ្ចឹងមកបាទអញ្ចឹងចំណុចដែលយើងត្រូវយកចិត្តដាក់នៃការពិនិត្យយើងមើលកន្លែងចំណុចគូសក្រហមនេះណាគូសក្រហមនេះអញ្ចឹងការគូសក្រហមនេះមិនប្រកាសថាយើងសរសេរខុសទេ
ដោយការសរសេររបស់យើងសរសេរអត់ទាន់ត្រូវលក្ខណៈស្តង់ដានៃការប្រើប្រាស់បាទ Unicode អត់ត្រូវលក្ខណៈស្តង់ដារបៀបម៉េចជាធម្មតាការពិនិត្យអក្ខរាវរុធចាប់អក្ខរាវរុធគេហៅថាចាប់គិតមួយដកឃ្លាបាទមួយដកឃ្លាការសរសេរអត្ថបទខ្មែរយើងខុសពីសរសេរបាទភាសាអង់គ្លេសឧទាហរណ៍ភាសាអង់គ្លេសបើសិនជាយើងសរសេរពាក្យថាខ្ញុំឧទាហរណ៍ថាសរសេរ tape បាទ table អញ្ចឹងចុះ table បាទ table បាទ table ឬក៏យើងហៅសរសេរថាម៉េច file បាទ file table យើងសរសេរ file ផ្សេង table ផ្សេងប៉ុន្តែពាក្យខ្មែរយើងបើយើងសរសេរថាឧទាហរណ៍យើងសរសេរថាតុកបាទអីយ៉ាតុកដកឃ្លា5អញ្ចឹងច្បាស់ជាពិបាកកាត់ន័យពិបាកអានណាអញ្ចឹងយើងអាចសរសេរថាតុក5ចេះអញ្ចឹងអាកន្លែងចន្លោះពីតុកហើយលេខ5នេះសរសេរឲ្យត្រូវគឺគេឲ្យប្រើពាក្យបាទឲ្យដកឃ្លាដែលដកឃ្លាគឺដកឃ្លាចន្លោះមិនឃើញបាទចន្លោះមើលមិនឃើញណាតែយើងប្រើលើ keyboard ធម្មតាយើងដកឃ្លាយើងមិនចុច shift space ប៉ុន្តែការដកឃ្លានេះគេឲ្យចុច space ទេបាទ space ឧទាហរណ៍ខ្ញុំសរសេរពាក្យមួយទៀតសរសេរពាក្យមួយទៀតថាសៀវសៀវភៅបាទសៀវបាទសៀវភៅសៀវភៅនេះមួយពាក្យអញ្ចឹងលោកគ្រូច្បាស់ណាមួយពាក្យនិងមួយព្យាង្គខុសគ្នាបាទសៀវភៅនេះមួយពាក្យអញ្ចឹងពេលយើងសេសៀវភៅយើងប្រើបាទ space មួយសឹកបាទសា space មួយទៀតអានេះទើបគេហៅថាសរសេរត្រូវតាមបាទក្បួនបាទស្តង់ដារ Unicode បាទអញ្ចឹងនៅពេលដែលវិឆេចអក្ខរាវរុធវិឆេចពាក្យសៀវភៅនេះវិឆេចភៅពាក្យសំទោសវិឆេចពាក្យសិក្សាមួយទៀតប៉ុន្តែសរសេរអញ្ចឹងខ្ញុំជឿជាក់ថាលោកគ្រូនៃគ្រូសរសេរអញ្ចឹងច្បាស់ជាគិតថាវាយូរអញ្ចឹងរដងលោកគ្រូប្រហែលជាសរសេរបាទសរសេរអញ្ចឹងឯងសៀវបាទសៀវភៅសិក្សាបាទគោលអញ្ចឹងចាឬក៏សៀវបាទសៀវភៅសិក្សាថ្នាក់ទី12មែនអញ្ចឹងណាតាមពិតបើលោកគ្រូនៃគ្រូសរសេរអញ្ចឹងគឺអានេះគេហៅថាមួយពីរហើយអញ្ចឹងពេលដែលឆែកអក្ខរាវរុធច្បាស់ជាកន្លែងខ្លះវានឹងគូក្រហមអញ្ចឹងសរសេរឲ្យត្រូវសៀវភៅ space 1សិក្សា space 1ថ្នាក់ space 1ទី12 space 1មិនមែន C space មកដកឃ្លាបាទអានេះខ្ញុំបញ្យល់ប៉ុណ្ណឹងច្បាស់ណាមិនបាច់វែងទេអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរបានអញ្ចឹងហើយខ្ញុំចង់ពិនិត្យមកខ្ញុំស្គាល់ select វាអញ្ចឹងមកណាហើយចុចដូចបំបញ្ញមិញនេះបែកវិញមកបាទចុចពិនិត្យអញ្ចឹងមក select វាអញ្ចឹងមកបាទចុចជ្រើសកថាខណ្ឌយើងមើលតាអាណាក្រហមយើងមើលយើងពិនិត្យវាមើលតាក្រហមយើងសេត្រូវអត់ទេបើយើងយកឲ្យត្រូវវិញចុចពាក្យនេះមកបាទខេតបាទនេះខេតនេះឃើញនឹងស្អឹកនេះអញ្ចឹងយើងយកនេះមកខេតនឹងចេះមកបាទនេះបាទដែនដីនគររូបនីយកម្មបាទចុចចឹងមកកំហុសអក្ខរាវរុធហ្នឹងផងឡើយណាសូមបញ្ជាក់ម្ដងទៀតត្រង់ចំណុចដែលមានគូសក្រហមហ្នឹងសូមលោកគ្រូអ្នកគ្រូពិនិត្យអាហ្នឹងឡើងវិញមកបាទជ្រើសរើសហើយយើងចុចយកពាក្យថាជំនួសកន្លែងជ្រើសរើសឧទាហរណ៍យើងធ្វើការកែវាអញ្ចឹងហើយយើងចុចពាក្យជំនួសកន្លែងជ្រើសរើសអញ្ចឹងវានឹងផ្លាស់ប្ដូរទាំងអស់ឲ្យយើងណាបាទអាហ្នឹងទៅប៉ុណ្្នឹងទេនៅក្នុង add in នេះអាច add បានច្រើនជាងហ្នឹងទៀតបាទអរគុណច្រើនជួបគ្នាវីដេអូតែប៉ុណ្្នឹងទេឆ្ងល់អីអាចសួរបានហើយប្រសិនបើលោកគ្រូអ្នកគ្រូចេះច្បាស់ប្រើជាមួយនឹងកម្មវិធីនេះបាទនេះកម្មវិធីនេះបាទ Open Office បាទ Open Office នេះគឺកំណែឆែកអក្ខរាវរុធវាគឺបាទឆែកបានល្អជាងប៉ុន្តែខ្ញុំ remove ចោលហើយនេះបាទចាំបាន file ខ្ញុំឲ្យផ្ញើ file ឲ្យអានេះ download បានតាបាទនេះកម្មវិធីនេះប៉ុន្តែអានេះបើលោកគ្រូអ្នកគ្រូអត់ធ្លាប់ប្រើប្រាស់ទេដូចជា speech spell នេះអានេះ